បាទស្ដីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំមានវីដេអូគណិតវិទ្យាតាក់ទងនឹងទ្រឹស្ដីបទពីតាហ្គ័របាទសូមសិក្សាទាំងអស់គ្នាចឹងនេះជាដើមផ្លែប៉ោមមួយជាការឧបមាចឹងគេឲ្យរកកម្ពស់របស់ដើមប៉ោមដើមផ្លែប៉ោមនេះណាចឹងនេះគឺជាត្រីកោណកែងមួយចឹងជ្រុងដែលវែងជាងគេនេះគេហៅថាអ៊ីប៉ូតេនីសហើយជ្រុងដែលជាប់នឹងមុំកែងនេះគេហៅថាជ្រុងជាប់មុំកែងហើយចឹងយើងតាមទ្រឹស្ដីបទពីតាហ្គ័រគេនិយាយថាផលបូកការ៉េនៃជ្រុងមុំកែងស្មើនឹងការ៉េនៃអ៊ីប៉ូតេនីសចឹងយើងបានចឹងយើងមានអ៊ីប៉ូតេនីស5ម៉ែត្រហើយនឹងជ្រុងមុំកែងនេះ3ម៉ែត្រចឹងយើងសួររកកម្ពស់របស់ត្រីកោណក៏ដូចជាកម្ពស់របស់ផ្លែដើមផ្លែប៉ោមនេះចឹងយើងបាន x ការ៉េបូកនឹង3ការ៉េ3ម៉ែត្រការ៉េនេះចឹងស្មើនឹងអ៊ីប៉ូតេនីសលើកជាការ៉េគឺ5ការ៉េចឹងx ការ៉េស្មើនឹង5ការ៉េយើងទុកទៅដែរ3ការ៉េយើងលើកម្នេះបានដក3ការ៉េចឹង x ការ៉េស្មើនឹង5ការ៉េស្មើ25 3ការ៉េស្មើ9ចឹង25ដក9ស្មើ16ចឹងយើងទាញបាន x ស្មើនឹងឬការ៉េនៃ16នាំឲ្យ x ស្មើ4ចឹង x ស្មើ4ម៉ែត្រការ៉េតើឥឡូវនេះយើងចូលគណនាបាទចូលកំណត់គេមានលំហាត់អនុវត្តមួយចូលកំណត់ x និង y នៃរូបខាងក្រោមគិតជាម៉ែត្រចឹងនេះរូបទី1នេះរូបទី2តើអញ្ចឹងយើងចូលមកដោះស្រាយទាំងអស់គ្នាចម្លើយគណនា x និង y នៃរូបខាងក្រោមចឹងរូបទី1នេះរូបទី1គណនាតម្លៃ x និង y តាមទ្រឹស្ដីបទពីតាហ្គ័រគឺគេចង់រកតម្លៃ x និង y x ការ៉េ x ការ៉េស្មើនឹង6ការ៉េបូកនឹង8ការ៉េចឹងឬ x ការ៉េស្មើនឹង6ការ៉េស្មើ36បូកនឹង8ការ៉េស្មើ64ឬ x ការ៉េស្មើ100ឬ x ការ៉េស្មើនឹង10លើកជាស្វ័យគុណ2អញ្ចឹងនាំឲ្យ x ស្មើនឹង10ម៉ែត្រអញ្ចឹងតាមរូបយើងបាននេះតាមរូបនេះតាមត្រីកោណនេះយើងបាន x ការ៉េបូក y ការ៉េស្មើនឹង12ការ៉េ12ការ៉េនេះវាជាអ៊ីប៉ូតេនីសលើកជាការ៉េអញ្ចឹងយក x ស្មើ10នេះយក x ស្មើ10នេះចំនួនក្នុងសមីការអញ្ចឹងយើងគេបាន10ការ៉េបូក y ការ៉េស្មើ12ការ៉េអញ្ចឹងនាំឲ្យ y ការ៉េស្មើនឹង12ការ៉េដក10ការ៉េអញ្ចឹង y ការ៉េស្មើនឹងនេះវាចូលរៀង a ការ៉េដក b ការ៉េអញ្ចឹងបាន a ដក b គឺថា a បូក b អញ្ចឹង y ការ៉េស្មើនឹង2អានេះ12ដក10សល់2 12បូក10ស្មើ22អញ្ចឹងy ការ៉េស្មើ44នាំឲ្យ y ស្មើឬការ៉េនៃ44ស្មើនឹង2ឬការ៉េនៃ11គិតជាម៉ែត្របាទគិតជាម៉ែត្រទេមិនមែនម៉ែត្រការ៉េទេចឹងចូលដល់រូបទី2គណនា x និង y ដដែលអញ្ចឹងរូបទី2គណនា x និង y តែរូបទី2នេះមានតែ x ទេណាអញ្ចឹងយើងតាមទ្រឹស្ដីបទពីតាហ្គ័រដូចមុនដដែលអញ្ចឹង x ការ៉េស្មើនឹងនេះ
x ការ៉េស្មើនឹង16ការ៉េបូកនឹង12ការ៉េចឹង16ការ៉េស្មើនឹង256 12ការ៉េស្មើនឹង144យើងបូកចូលគ្នាទៅស្មើ400ចឹង x ការ៉េស្មើ400ឬ x ការ៉េស្មើ20លើកជាស្វ័យគុណ2ដូចនេះ x ស្មើ20បាទគិតជាម៉ែត្រប្រវែងគិតជាម៉ែត្របាទចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាទសូមសំណាងល្អ